ជនគឺជាក្រុមដែលងាយនឹងទទួលរងនឹងការអូសទាញពីគណៈបកនយោបាយពីព្រោះយុវជនមានតម្លៃបំផុតសម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ចសង្គមគិច្ចវប្បធម៌បរិស្ថាននិងការរក្សាសន្តិភាពទាំងបច្ចុប្បន្ននិងអនាគតក្នុងដំណើរការបោះឆ្នោតនីតិកាលទី5គណៈបកកណ្ដាលអំណាចបានងាកមកចាប់អារម្មណ៍នឹងយុវជនដោយគៀងគរពួកគេឲ្យចូលរួមនៅក្នុងក្បួនឃោសនាបោះឆ្នោតតើគណៈបកប្រជាជនកម្ពុជាកំពុងតែរៀបចំយុវជនជាអ្នកបន្តវេនដឹកនាំក្នុងស្ថាប័នរដ្ឋាភិបាលក្រោយពេលគណៈបកនេះឈ្នះឆ្នោតឬយ៉ាងណាលោកទីនសាការីយ៉ាមានបទវិភាគអំពីបញ្ហានេះការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី5នេះគណៈបកប្រជាជនកម្ពុជាហាក់បីដូចជាផ្លាស់ប្ដូរយុទ្ធសាស្ត្ររបស់ខ្លួនក្នុងការទាក់ទាញការគាំទ្រពីយុវជននិងប្រជាពលរដ្ឋទូទៅបញ្ហានេះតាមមើលទៅគណៈបកប្រជាជនកម្ពុជាបានចាប់យកក្រុមយុវជនជាក្រុមគោលដៅរបស់ខ្លួនក្នុងការប្រកួតប្រជែងបោះឆ្នោតលើកនេះមានទិលេហិកជាច្រើនដែលគណៈបកប្រជាជនកម្ពុជាបានចាប់យកក្រុមយុវជនមកចូលរួមក្នុងសកម្មភាពឃោសនាបោះឆ្នោតរបស់ខ្លួននោះក៏ប៉ុន្តែការចូលរួមនេះក្រុមយុវជនហាក់កំពុងត្រូវគណៈបកប្រជាជនកម្ពុជាប្រើប្រាស់ដើម្បីចំណេញរឿងនយោបាយរបស់ខ្លួនទេមិនមែនគណៈបកនេះគិតគូរពីយុវជនក្នុងការបន្តវេនពីមនុស្សចាស់នោះទេពីព្រឹទ្ធរចនាសម្ព័ន្ធតាំងពីនៅក្នុងជួរបកនិងការដាក់ឲ្យចូលឈ្មោះតំណាងរាស្ត្រនោះគណៈបកនេះមិនបានបញ្ចូលឈ្មោះយុវជនឲ្យបានច្រើននៅឡើយជាងនេះទៅទៀតអនុប្រធានគណៈបកប្រជាជនកម្ពុជាលោកហ៊ុនសែននិងជានាយករដ្ឋមន្ត្រីបានប្រើមធ្យោបាយជាច្រើនដើម្បីឲ្យយុវជនចាប់អារម្មណ៍មកលើខ្លួនលោកនិងគណៈបកប្រជាជនកម្ពុជាមានដូចជាលោកហ៊ុនសែនបានបង្កើតក្រុមនិស្សិតចុះវាស់វែងដីធ្លីជូនប្រជាពលរដ្ឋតាមរយៈគោលនយោបាយចាស់សកម្មភាពថ្មីលោកហ៊ុនសែនចំណាយលុយដែលលោកអះអាងថាជាលុយផ្ទាល់ខ្លួនរាប់សិបលានរៀលក្នុងមួយខែទៅលើយុវជនទាំងនេះលោកហ៊ុនសែនបានចាត់ទុកថាសកម្មភាពនេះជារឿងជួយដល់សង្គមនិងជាការផ្ដល់ឱកាសឲ្យយុវជនមានការងារធ្វើនៅតាមស្ថាប័នរដ្ឋក្រោយពីបំពេញបេសកកម្មនេះតាមរយៈការប្រឡងចូលធ្វើជាមន្ត្រីរាជការយុវជនជាង 2000 នាក់ស្ថិតនៅក្រោមការគ្រប់គ្រងរបស់កូនលោកផ្ទាល់គឺលោកហ៊ុនម៉ាណីនិងជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជាជាដើមតើកម្មវិធីនេះជាគម្រោងជួយរកការងារធ្វើឲ្យយុវជនមែនទែនឬក៏ជាឆាកល្ខោនមួយដែលគេរៀបចំឡើងក្នុងគោលដៅពង្វក់ចិត្តយុវជនឲ្យគាំទ្រគណៈបកប្រជាជនកម្ពុជាឬនៅថ្ងៃបើកយុទ្ធនាការឃោសនាបោះឆ្នោតលើកដំបូងកាលពីថ្ងៃទី27មិថុនានោះគណៈបកនេះបានរៀបចំក្បួនយុវជនរាប់ពាន់នាក់ចូលរួមក្នុងនោះយុវជនស្ម័គ្រចិត្តវាស់វែងដីធ្លីក៏ចូលរួមដង្ហែក្បួនឃោសនានោះដែរយុវជនទាំងនោះបានស្រែកថាជ័យយោសម្ដេចហ៊ុនសែននិងគាំទ្រលោកហ៊ុនសែនធ្វើជានាយករដ្ឋមន្ត្រីជាដើមការសម្ដែងការគាំទ្ររបស់យុវជនមួយចំនួននៅពេលនេះមើលទៅដូចជាការសម្ដែងឲ្យដឹងគុណរបស់យុវជនទៅលើអ្នកមានគុណជួយផ្ដល់ការងារនិងផ្ដល់ឱកាសផ្សេងៗឲ្យពួកខ្លួនដូច្នោះដែរក៏ប៉ុន្តែការពិតវាអាចផ្ទុយពីនេះរបាយការណ៍ស្រាវជ្រាវរបស់លោកកែមលីបានបង្ហាញថាសប្តាហ៍ថ្ងៃនេះមានយុវជនជាង4លាននាក់ក្នុងចំណោមយុវជនទាំងនោះមានចន្លោះពី5ទៅ6% ទេដែលបានចូលរៀននៅថ្នាក់មហាវិទ្យាល័យយុវជនដែលមិនមានការសិក្សាខ្ពស់អាយុពី15ឆ្នាំទៅ30ឆ្នាំមានចំនួន22% គ្មានការងារធ្វើក៏ប៉ុន្តែយុវជនដែលបញ្ចប់ការសិក្សានៅថ្នាក់មហាវិទ្យាល័យនោះមានតែ20% ទេដែលមានការងារធ្វើត្រូវនឹងជំនាញរបស់ខ្លួនដែលរៀននោះចំនួន80% ទៀតធ្វើការមិនត្រូវនឹងជំនាញរបស់ខ្លួនទេបញ្ហានេះដោយសារតែទីផ្សារការងារចង្អៀតនិងខ្វះព័ត៌មានរីឯនៅតាមក្រសួងមន្ទីររបស់រដ្ឋវិញរដ្ឋាភិបាលមិនទាន់មានកម្មវិធីផ្ដល់ឱកាសឲ្យយុវជនធ្វើកម្មសិក្សានៅតាមស្ថាប័នរដ្ឋទាំងនោះទេដើម្បីឲ្យយុវជនមានបទពិសោធន៍ការងារបន្ទាប់ពីបញ្ចប់ការសិក្សានិងមានឱកាសធ្វើការពេញសិទ្ធិនៅតាមស្ថាប័នរដ្ឋាភិបាលក្រោយពេលធ្វើកម្មសិក្សានោះនៅឡើយជាងនេះទៅទៀតប្រសិនបើគណៈបកប្រជាជនកម្ពុជាលើកកម្ពស់យុវជនមែននោះនៅក្នុងអាណត្តិដឹកនាំប្រទេសរបស់ខ្លួនកន្លងមករដ្ឋាភិបាលបានផ្ដល់ទូនាទីច្រើននៅក្នុងស្ថាប័នរដ្ឋបាត់ទៅហើយប៉ុន្តែស្ថាប័នរដ្ឋនីមួយៗភាគច្រើនជាមនុស្សមានវ័យចំណាស់ដដែលដែលជាអ្នកធ្វើការសម្រេចចិត្តកំពូលនោះគណៈបកប្រជាជនកម្ពុជាហាក់ចាប់អារម្មណ៍ខ្លាំងទៅលើយុវជនជាពិសេសការបន្តវេនដឹកនាំប៉ុន្តែកម្រិតលើកទឹកចិត្តនេះមានត្រឹមតែខ្សែស្រឡាយសាច់ញាតិរបស់មេដឹកនាំបច្ចុប្បន្ននៃគណៈបកនេះទេក្នុងនោះមានកូនប្រុសបង្កើតនិងកូនប្រសារលោកនាយករដ្ឋមន្ត្រីធ្វើការងារជាមួយយុវជនបច្ចុប្បន្ននេះត្រូវបានតែងតាំងជាបេក្ខជនតំណាងរាស្ត្រក្នុងការប្រកួតប្រជែងបោះឆ្នោតនីតិកាលទី5នេះយុវជនទាំងនោះរួមមានលោកហ៊ុនម៉ាណីជាកូនប្រុសបង្កើតលោកហ៊ុនសែនចូលជាបេក្ខជនតំណាងរាស្ត្រលេខរៀងពេញសិតទី4ខេត្តកំពង់ស្ពឺលោកឌីវិជាកូនប្រសារលោកហ៊ុនសែននិងជាកូនប្រុសអតីតស្នងការនគរបាលជាតិលោកហុកឡុងឌីជាបេក្ខជនតំណាងរាស្ត្របម្រុងនៅខេត្តស្វាយរៀង
និងលោកជាមច័ន្ទសុភ័ណ្ឌជាបេក្ខជនបម្រុងនៅខេត្តបាត់ដំបងជាកូនប្រុសលោកជាមយាបប្រធានគណៈកម្មការសេដ្ឋកិច្ចហិរញ្ញវត្ថុនិងសវនកម្មនៃរដ្ឋសភានិងជាមន្ត្រីជាន់ខ្ពស់នៃគណៈបកប្រជាជនកម្ពុជានរណាក៏មើលឃើញដែរថាគណៈបកប្រជាជនកម្ពុជាជាពិសេសនៅក្នុងអាណត្តិនេះមានផែនការផ្ទេរមរតកនយោបាយឲ្យទៅកូនចៅរបស់ខ្លួនច្បាស់លាស់ណាស់ហើយផែនការនេះកំពុងតែអនុវត្តជាបណ្ដាហើយតាមរយៈការបញ្ចូលកូនចៅរបស់ខ្លួនឲ្យមានតួនាទីបន្តិចម្ដងនៅក្នុងជួររដ្ឋាភិបាលនិងនៅក្នុងស្ថាប័នសភានៅពេលខាងមុខជាដើមមួយវិញទៀតការបញ្ចូលយុវជនទៅក្នុងរឿងនយោបាយរបស់គណៈបក